សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសាស្តាជំពូក11ខ1ចូលបោះនំប៉័ងរបស់ឯងទៅលើទឹកបិទយូរថ្ងៃក្រោយមកឯងនឹងបានសុគន្ធនោះមកវិញព្រះបន្ទូលនេះប្រៀបធៀបអំពីការធ្វើល្អដោយមិនដឹងពីផលដែលនឹងហុចឲ្យវិញនៅថ្ងៃណាតើវាមានន័យយ៉ាងដូចម្ដេចការបោះនំប៉័ងទៅក្នុងទឹកស្ទឹងឬទន្លេដែលយើងមិនដឹងថាវានឹងរសាត់ទៅណាហើយតើនំប៉័ងនោះបានចំអែតដល់នរណាខ្លះក៏យើងមិនដឹងវាអាចជាចំណីដល់ត្រីឬសត្វផ្សេងៗដែលរស់នៅក្នុងទឹកឬវាក៏អាចคล้ายជាចំណីដល់មនុស្សដែលនៅក្រោមទឹកហូរដែលកំពុងតែស្រែកឃ្លានរងចាំជំនួយឬរងចាំការផ្ដល់អាហារឲ្យនេះជាការប្រៀបប្រដូចនឹងទង្វើល្អដែលយើងធ្វើជួនពេលខ្លះយើងមិនដឹងថាវានឹងហុចផលឲ្យវិញនៅថ្ងៃណានោះឡើយជួនពេលខ្លះយើងគិតថាប្រហែលវាជាការមួយឥតប្រយោជន៍ទៅទេដូចជាចំណិតនំប៉័ងដែលយើងបោះទៅក្នុងទន្លេដែលកំពុងហូរដែលយើងមិនដឹងថាវារសាត់ទៅដល់ណាហើយនរណាបានទទួលវាយ៉ាងណាមិញនៅក្នុងព្រះបន្ទូលនៅថ្ងៃនេះលើកទឹកចិត្តដល់យើងរាល់គ្នាចូលបន្តធ្វើការល្អចូលបន្តសេចក្តីសប្បុរសរបស់អ្នករាល់គ្នាទោះបីជាយើងមិនអាចមើលឃើញពីលទ្ធផលភ្លាមក៏ដោយតែចូលកុំបោះបង់នៅក្នុងការធ្វើការល្អឬសេចក្តីសប្បុរសត្បិតដល់ថ្ងៃណាមួយនោះយើងនឹងប្រមូលផលដូចជាការសាបគ្រាប់ពូជដែលនៅលើទឹកកំពុងហូរយើងប្រហែលជាមានអារម្មណ៍ថាវាជាការអត់ប្រយោជន៍ទៅទេតែចូលចាំថាព្រះទតឃើញពីទង្វើរបស់អ្នករាល់គ្នាការល្អនិងសេចក្តីសប្បុរសរបស់អ្នករាល់គ្នាគឺជាការវិនិយោគជាមួយនឹងព្រះវាមិនខាតបង់នោះឡើយដោយព្រះបន្ទូលនៅថ្ងៃនេះសន្យាថាត្បិតយូរថ្ងៃក្រោយមកឯងនឹងបានសុគន្ធនោះមកវិញឬដល់ពេលកំណត់នោះអ្នករាល់គ្នានឹងទទួលផលទ្វេដងតាមរបៀបដែលយើងនឹកស្មានមិនដល់តែយ៉ាងណាមិញមិនមែនព្រះបន្ទូលនេះលើកទឹកចិត្តឲ្យយើងធ្វើការល្អដោយរំពឹងគិតពីផលប្រយោជន៍នោះឡើយតែចូលឲ្យយើងបានគិតថាជាការវិនិយោគជាមួយនឹងព្រះបងប្អូនហើយយើងត្រូវរៀនវិនិយោគធ្វើការល្អជាមួយនឹងមនុស្សដែលនៅជុំវិញនិងមនុស្សដែលយើងបានជួបនៅថ្ងៃនេះសូម្បីតែនៅពេលដែលលទ្ធផលនៃការធ្វើការល្អរបស់យើងខុសពីការរំពឹងទុកក៏ដោយឬមិនទាន់អាចមើលឃើញពីលទ្ធផលរបស់វាក៏ដោយព្រះបន្ទូលលើកទឹកចិត្តយើងកុំឲ្យនឿយណាយនៅក្នុងការធ្វើការល្អពាក្យសម្ដីដែលប្រកបដោយព្រះគុណនោះគឺជាសេចក្តីសប្បុរសគឺជាទង្វើរបស់មនុស្សដែលមានសន្តានចិត្តល្អអំណោយនៃពេលវេលាដែលយើងប្រើសម្រាប់ជួយយកអាសាអ្នកដទៃធនធានដែលយើងលះបង់សម្រាប់អ្នកដទៃនេះហើយគឺជាទង្វើដែលល្អដែលជាការវិនិយោគជាមួយនឹងព្រះទង្វើល្អរបស់អ្នករាល់គ្នាអាចคล้ายទៅជាការឆ្លើយតបនៃសេចក្តីអធិដ្ឋានរបស់អ្នកដទៃ
ឬក៏អាចคล้ายទៅជាព្រះពររបស់អ្នកផ្ទាល់នៅថ្ងៃអនាគតដូច្នេះកុំស្ទាក់ស្ទើរទោះបីជាអ្នកមិនអាចមើលឃើញច្រាំងនៃលទ្ធផលនៃទង្វើរបស់អ្នករាល់គ្នាក៏ដោយចូលបន្តវាដោយការវិនិយោគជាមួយនឹងព្រះការបោះនំប៉័ងរបស់អ្នករាល់គ្នាការបោះពេលវេលារបស់អ្នករាល់គ្នាការបោះធនធានរបស់អ្នករាល់គ្នាដើម្បីនឹងធ្វើការល្អថ្វាយស្រីល្អដល់ព្រះនោះចូលបន្តជានិច្ចដោយសេចក្តីស្រឡាញ់នៅក្នុងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គចាស់យើងខ្ញុំសរសើរក្នុងការដល់ព្រះនាមទ្រង់ថ្វាយស្រីល្អដល់ទ្រង់គ្រប់ពេលវេលាដែលយើងខ្ញុំមាននៅថ្ងៃនេះជួលឲ្យយើងខ្ញុំបានប្រើប្រាស់សម្រាប់ជាការល្អថ្វាយស្រីល្អដល់ទ្រង់កុំឲ្យយើងខ្ញុំនឿយណាយនៅក្នុងការធ្វើការល្អកុំឲ្យយើងខ្ញុំនឿយណាយនៅក្នុងការដែលធ្វើឬប្រព្រឹត្តនៅសេចក្តីសប្បុរសនោះឡើយត្បិតយើងខ្ញុំដឹងថានោះគឺជាការវិនិយោគជាមួយនឹងព្រះអង្គហើយនៅថ្ងៃណាមួយយើងខ្ញុំនឹងទទួលបានផលដែលព្រះអង្គសពប្រហាតីនឹងផ្ដល់ឲ្យក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន